បាទយើងវិលមកជួបគ្នាបន្តទៀតបាទបាទមិញនេះក៏មានសារប្រជាពលរដ្ឋនៅផ្សារដើមកោបាទគាត់បានផ្ញើសារមកមិញនេះគាត់ថាផ្លូវនៅខាងជើងផ្សារដើមកោឃើញអាជ្ញាធរគាត់ទៅរៀបចំបានធ្វើដំណើរបានមួយផ្លេតដែរប៉ុន្តែក្រោយមកគឺផ្លូវហ្នឹងมันអាចធ្វើដំណើរបានអញ្ចឹងតែម្ដងបាទអញ្ចឹងផ្លូវនៅជាប់ផ្សារដើមកោហ្នឹងគាត់ថាតើត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យផ្លូវហ្នឹងដំណើរការឡើងវិញពីព្រោះឲ្យតែល្ងាចចរាចរណ៍នៅអាផ្លូវកាច់ចូលទៅខាងបឹងសាឡាងហ្នឹងគឺជាប់នៅហ្នឹងហើយស្ទះនៅកន្លែងហ្នឹងមិនដឹងជារកវិធានការយ៉ាងម៉េចដើម្បីឲ្យកាត់បន្ថយការកកស្ទះពីព្រោះមនុស្សចេញមកពីខាងបឹងសាឡាងនោះគឺណែនមែនតើបាទសំចរាចរណ៍ឥឡូវនេះកាន់តែចង្អៀតទៅផងហើយកន្លែងខ្លះខ្លាយជាកន្លែងលក់ទៅហើយធ្វើឲ្យផ្លូវកាន់តែបាត់មនុស្សកាន់តែច្រើនយានជំនិះកាន់តែច្រើនស្ទះកាន់តែខ្លាំងបាទហើយមួយទៀតថ្ងៃមុននោះខ្ញុំបានជម្រាបជូននៅព័ត៌មានអាជីវករផ្សារទួលទំពូងពីរនាក់ដែលគាត់លក់ចិត្តគ្នាគាត់មានបញ្ហាជាមួយគ្នាប៉ុន្តែឥឡូវតាមដំណឹងចុងក្រោយឬថាភាគីអាជីវករទាំងពីរហ្នឹងយល់ព្រមសម្រុះសម្រួលបញ្ចប់បញ្ហាហើយបាទអរគុណណាស់ចំពោះបងប្អូនអាជីវករដែលចេះយោគយល់និងអធ្យាស្រ័យគ្នានៅចិត្តខាងបាទរស់ស៊ីដូចគ្នាសូមអធ្យាស្រ័យគ្នាទៅកាលណាបង្កើតបញ្ហារឿងចង់ចាញ់ចង់ឈ្នះគឺឡើងតឡាការគ្មានអីក្រៅពីយើងជាអ្នកខាតទេបាទមិនមែនចំណេញទេកុំថាឡើយអ្នកឯងឈ្នះហើយចំណេញអីសោះបាទឈ្នះហើយគឺជាអ្នកចាញ់វិញហើយឈ្នះហើយខ្លាយជាអ្នកក្រវិញហើយចាបាទអញ្ចឹងសូមកុំឲ្យមានបញ្ហាហើយក៏ប្រធានផ្សារក៏មិនត្រូវយកផ្លូវធ្វើជាកន្លែងលក់ដែលជាការបង្កឲ្យមានបញ្ហាសម្រាប់អាជីវករដែរបាទអញ្ចឹងកុំឲ្យរឿងរ៉ាវដែលកើតឡើងនៅតាមផ្សារចេញពីប្រភពគណៈកម្មការផ្សារចេញពីប្រភពប្រធានផ្សារណាព្រោះកន្លងមកវាមានអ្នកលក់ដូរខ្លះគាត់ស្និទ្ធជាមួយប្រធានផ្សារអញ្ចឹងទៅគាត់ស្និទ្ធជាមួយគណៈកម្មការផ្សារអញ្ចឹងទៅខុបខិតគ្នាលក់តណែនតិចបងឯងកាត់តណែនឲ្យខ្ញុំតិចមកយក10000ហ្នឹងយក20000ហ្នឹងបាទរឿងបែកខ្ទិះអញ្ចឹងទៅដល់ជីវករមួយទៀតឃើញថាចំប្រធានផ្សារកាត់ឲ្យគេហ្នឹងចុះខ្ញុំមិនកុំកាត់អីខ្ញុំយកដែររឿងអញ្ចឹងទៅបាទអញ្ចឹងសរុបសេចក្តីមករឿងរ៉ាវនៅតាមផ្សារខ្លះរវាងអាជីវករនិងអាជីវករច្រើនកើតចេញពីគណៈកម្មការហើយនិងប្រធានផ្សារដែលគាត់ច្រើនតែជ្រៀកលក់តូបនឹងមិនវងមានមួយទេប៉ុន្តែដើម្បីកាត់ចេញជា2ឲ្យលក់បានមកចំហៀងទៀតកាត់តូបនោះពុះជា2តែម្ដងអាហ្នឹងវាមានចឹងចាបាទវាមានទាំងប៉ុន្តែក៏មានប្រធានផ្សារគេល្អដែរបាទប៉ុន្តែក៏មានប្រធានផ្សារចូលចិត្តបករឿងជាមួយអាជីវករដែរក៏រឿងអញ្ចឹងចែកភាគហ៊ុន shareholder បាទអញ្ចឹងចែកមិនស្មើរឿងដៃទិលចាបាទហើយឥឡូវអញ្ចឹងទៅឥឡូវឮព័ត៌មានពីខាងសាលាក្រុងមកសັບមកថាបើសិនជាគណៈកម្មការហើយនឹងប្រធានផ្សារចូលចិត្តបកមានរឿងបករឿងច្រើនជាងគេនៅផ្សារណាមួយនឹងត្រូវដកចេញភ្លាមចាឥឡូវនេះគឺធေါ်ដកហ្មងណាបាទអត់ទេដកចាគាត់ថាអានឹងមិនពមៀនទេរៀបចំចាដើម្បីឲ្យសណ្ដាប់ធ្នាប់ក៏ល្អហើយកុំឲ្យមានរឿងបាទប៉ុន្តែមិនមែនគាត់ថាគាត់ឲ្យគ្នាកំហុសតិចតួចកើតឡើងអាចទៅជែកគ្នាបញ្ចប់បានបែរជាទៅដល់ដកគ្នាព្រុសព្រាមទេតែណាធ្វើយ៉ាងហោចបំផុតក៏ហៅមកអប់រំ3ដងដែរចាដើម្បីដកប៉ុន្តែក៏កុំឲ្យមានអញ្ចេះកន្លងមកហ្នឹងក៏មានប្រធានផ្សារខ្លះខ្សឹបប្រាប់ខ្ញុំចេះថាគាត់អត់មានកំហុសអីទេប៉ុន្តែដោយសារតែមានអ្នកផ្សេងទៀតគេចង់ធ្វើប្រធានផ្សារឲ្យលុយទៅអ្នកណាអ្នករៀបចំកែដាក់ដោះដូរប្រធានផ្សារហ្នឹងឲ្យភ្លុចទៅហ្នឹងហ្មង50000 60000ហ្នឹងដកហ្នឹងចេញប្រាវចាបាទបើដករបៀបនេះប្រជាពលរដ្ឋមិនគ្រប់គ្រងទេចាប៉ុន្តែបើដកដោយមានកំហុសដោយអ្នកឯងធ្វើមិនត្រឹមត្រូវនៅកន្លែងការងាររបស់ខ្លួនឯងធ្វើមិនបានល្អ
mình chết thưa ca nghĩa nâng đọ tới xóm ấy và phần tay đọ đòi cái khuyên cầm hốt đầm bay tay tụt tua sầm nốt nẹt mấy oi trôi một can đầm này anh ấy và có chia bộ đọt mình tụt tua dọc bàn này bà chẳng chỉ rùm xóm oi chi bộ co nấu group ra tiền o chơi sờ lanh kia chơi tầm nẹt tầm non kia lọ cầm oi bậc cát bên bành hà tây túi đo sai vào trong và cầm oi lộ đô nơi chết kia mưa một kia thầu và chẳng vơi một vinh nộp xa tôi được bún bong sấy bong propi nè để nơi tộp chất kia lâu phải chọc bành hà sạp sang cái chop lộ đô thì thò mà đà mà cái nhé nhiều máu cái thầu ca khẳng dương và cái thực đứa con và dương on miền tâm ninh đôi dương sẽ lội phiếu tao khá no rồi đẹp tao bà buộc ra tôi được bún số bô vật thổ ấn độ sao đi sẽ làm chuyên bò tì và hai có khang lục bậc thiên giá có trâu tay chui mưa đai bành hà plau nơi trung bình giá đen chấm nót rốt chun đầy chót bắt plau bà chia với giá khang cao và tầm mong bầm buôn lang tấu bị bạ lòng cắt tay dài buộc plau núng cứ chia chấm nót rốt chun ở hơi và nâng xa tuột bù và tỏ lâu thường dưỡng chả lời cho từ cả này mùi tiệt phở bằng phá chi mà tố cho tự bọc năng lưu vùng bên mà ở đây từ đây bằng tố oi nè chùi mình đây tôi đã lưu rồi này chả bà ra chỉ chiên cắt phạm mà nè đây có trên bị phật phí phở bằng thẹn này chi mà tố tự bọc năng lưu đã nơi tam trăm phơi mình đã lại đuôi phần lom từ ban phải chỉ bà chui lược chả cho từ đê mục te pe để đăng khuôn vĩnh từ chỉ đây bằng tố mà chắp te từ vĩnh hai hạt cá nắng cạn lá nó màu bầm pí hai phẩm này tì giúp ngayตีมวยกะกระดาในตามเพลย์เบตงขนมบริปรินทาวน์ในพุ่มกระบะดมไรฝันกะกะกาบขั้นปูแฟนใจฝ่าไฟคืนเหตุการณ์ว่าดังทามุนเปกัดหายน้องบรอมันแนชมุกกำสมอ่างเพย์โปรอายุฟ้าฝ่าปีชน้ำบอกระบอเชียงกัดฟอกให้ฝนักนื้อพุ่มโอใบก้อฝันกะตะคลาคันแฟนฟอกมินฟอกกำนัดในแคตะแก้วคือบ้านชิมโตฮองดาตริมฟรีโฟนพรัมปอขมือบอบอมันในไอปีเชิงเตตบงได้เจนผิดพกฟีในเตียมัดแพะขนมบริปรินทาวน์ให้ทั่วอำนาจตลับเตปเตียวิ่งเตียงฝรั่งmặc đó chấm này khang lứa ban chi tự bọc lú đã nơi tam trình tràm phơi cầm ao rồi dân thôn thấm chả bạc chlong cắn phần tay lú nơi khang chuyện đáy ban bạ rồi lom hơi nơi phaแต่lú nơi khang đầm đáy lú thưa đầm nào mặc đó chấm này khang lứa phơi ngất hai nẹt bạc bò phủ vòng phong lú ban bạc tự bọc nằng lú ban đá ao đua rồi já cây chươngจะดัวฝันลับใต้มันมีระบบไอ้ทุนงอนเต้แต่ฟ้าใต้ฝันวังพ้องตื่นฝันลับเต้จะให้ประพบได้บรรทอเตี้ยท่าเพลียมเพลียมโน้ไปเชียร์ประวัติได้ในประเทศจัดกระแลงกัดให้เชียร์ประเทศหลุดนมปังไฟบานเลือกจนรองครัวแต่ได้ในเลือกแกรมกประเทศได้ออกมาโตเยอะมาตกจัดจากปันใต้ไปได้ดังโคลนวิ่งรถยนต์ฝั่งครัวเตยยอกเตยเชียร์บ้าได้ปันใต้เนี่ยรอระบบเหมือนบ้านเรารถยนต์เต้ให้ขณะได้ดังโคลนวิ่งฝันวังคลังเป่งวิ่งวอนสมาร์ทได้บานกอวดจังเอาในมกประเทศไปเชียร์ประวัติให้ใบจีได้บรรทุกโรคเรื่องมาจับแต่ได้จับประกันท้ามาจับแต่บังคับเอารูปเก็บผักฝรั่งจะเอาไปให้ทั่วเอาไปจับแต่นั่งขังจะขังกดดันใจมีมุกได้หรือว่าก็อ่านเลยอยู่จ้จับbà còn khăn chặt tia để còn mà chặt tia khom lư quạt đặt lư kre bà để sụt bùa lại nằm bên cho còn ta khăn chặt tia phục ọ xe con nằm bên con chui lư gió này bà mà đang cho tao tao mở hương tia cho tao mở hương tia cạn này mà tao thôn thom chặt phẳng đúa trời rồi chôn bát cân pì lứa hai kịch bản mà tôi thôn thôn mà đúc cha over nâng rồi dân chạm phẳng đúa trời rồi dân ba cân pì lứa vì đây chừng cột mà tôi khôi khát giang đầm nóng hay rồi dân bằng con nó ba kịch bản cà phê và liềm mong đậm môi mà phê để tiêu giúp thay tìm môi cả đá chấm lại tập tê pon mà hai vị thầy mau phi túng cái mà rồi pi phần cả tật lọ thì pi khăm tuổi con haiประพบปรมีปีกันแรงกันให้บ้านดังท่านละมนไปดักการให้มาโตมาดูปอกไม้ลี่เรื่องได้จีปีเนะตามมหาวิทยาลัยมาฟิตงปีเชิงตะบงจำนายรถยนต์บังก็มาเร่งรเวอร์ปอฟอบอกบอตามเพลเล่มาrồiปีการตะเล่งmặc đó chấm này khang lơ mà tôi năng ở với năng rửa chân bán chập franc thoại đua hai cột trứ rửa chân đại chập franc đại nô trà bán ba cân pì lơ mà tôi thoại viết co mà tôi khôi khát dạng đầm nóng chấm này nè chi mà tôi tiết trên cà rô bù phra hai cà phê cạn hai rửa chân mà co bạn bao rồi kịch bạn phở máu bàn tay chân rong crush chi mà chăm mà tôi bán trăm phạ lệ rửa chân đôi ta hai trà rong trăm prắc từ có từ đã bị mình đăng nơi khăn tù cổ bà cũng ho dựng đua lên để chặt tụng thà sầm nang lõi đến mà nục tiết tranh bị plau
កិនម៉ូតូបើសិនជាមិនលាតចេញពីម៉ូតូទេប្រហែលជាទៅហើយចាចឹងសុខចិត្តថាបាក់ចកោតម៉ូតូយកទៅធ្វើចោះវាប្រសើរជាងបើនេះបើកិនចកោតវាស្មើនឹងក្បាលចាបាទមនុស្សវិញក៏ស្មើក្បាលចាអូបាទអញ្ចឹងសុខចិត្តថាទៅយកម៉ូតូទៅធ្វើប៉ុន្តែយើងបានរួចផុតពីជីវិតហើយបាទពីព្រោះធម្មតាប្រហែលជាគាត់ចាប់ឲ្យប្រាំងបូមចាបាទកាលណានឹងកាលណាចាប់ប្រាំងបូមពុបបាទអត់អបជាមួយនឹងប្រាំងជន់គឺដួលហើយបាទពីព្រោះពេលខ្លះយើងគិតថាជួនកាលម៉ូតូនេះគាត់អាចទៅទិញដល់ទៅទិញអញ្ចឹងទៅគាត់វាអាចមិនទាន់ស្ទាត់មែនតើព្រោះធម្មតាកាលណាបើគេជិះម៉ូតូមានអមយ៉ាគេអមយ៉ាហើយគេជន់ប្រាំងបន្តិចណាចាប់ប្រាំងបូមបន្តិចអានឹងបានវាអត់ដួលបាទព្រោះខ្ញុំធ្លាប់ជិះប្រភេទបូមប្រភេទប្រាំងបូមអញ្ចឹងវាត្រូវអបនឹងអញ្ចឹងអ្នកណាដែលធ្លាប់តែជិះម៉ូតូធុនត្រៃហើយនឹងម៉ូតូប្រភេទភេទធំហ្នឹងគឺស្បែកជើងគឺតែ2អាទិត្យហ្នឹងធ្លាយហើយបាទអាហ្នឹងចកលេងវាឆ្កោហ្នឹងបាទឆ្កោទៅមុខមកក្រោយអញ្ចឹងវាត្រូវការឆ្កោអញ្ចឹងបែកជើងទិញថ្មីមិនក៏ដោយគឺដឹងតែ2អាទិត្យធ្លាយហើយឲ្យលើហ្នឹងហើយដល់ពេលដូចកាលហ្នឹងឥឡូវហ្នឹងកាលខ្ញុំជិះម៉ូតូអាគប់ណាចាដល់ពេលជិះគេជិះអាហ្វង់ទៅគេដាក់លេចឹកព្រោះដល់ពេលអាគប់យើងវិញដាក់បួកអានឹងសេគប់គប់សេហាណាគប់សេហាក៏នោះមានគប់ជ្រុងណាគប់ជ្រុងគប់ទឹកប៊ិចគប់ទឹកសមុទ្រមានហាហ្វឹបអានឹងសេគប់ហាគប់សេហាចឹងមានគប់កៅបាទហើយមានមួយទៀតก่อนមុនមានម៉ូតូគប់ដែរគប់មូលប៉ុន្តែអានឹងលេខដាច់ពងជិះទៅអានឹងតែ3លេខទេជាតែ3លេខតិចលួចច្រឡំ4លេខជន់ទៅមុខអស់ហ្មងដាច់លេខផឹងចូលមួយទៀតដាំដងទីហ្មងបាទហ្នឹងគប់ដាច់បាទអញ្ចឹងធ្លាប់ជិះហើយម៉ូតូភេទអីក៏ធ្លាប់ជិះបាទអញ្ចឹងបានយើងស្គាល់រសជាតិបាទអីក៏ធ្លាប់ជិះកបីក៏ធ្លាប់ជិះសេះក៏ធ្លាប់ជិះបាទជិះមួយទៀតឡើយធ្លាប់ជិះតម្រៃទលេងបងតាក់ទីណងតាធ្វើនិយាយអស់ហ្មងទៅកុំធ្វើបិឆិតបជាវែងឆ្ងាយចាអូយវាជិះឲ្យវាគ្រប់មុខបានយើងដឹងវាស្រួលនិយាយព័ត៌មានបើយើងគ្រាន់តែនិយាយតែជិះប៉ុន្តែយើងអត់ធ្លាប់ឆ្លងកាត់ជិះយើងទៅនិយាយមិនសមអត់សមទេតិចលុយនិយាយឥឡូវឧទាហរណ៍ខ្ញុំនិយាយនឹងជិះម៉ូតូចកលេខដែលប្រភេទធំចឹងបើអត់ធ្លាប់ជិះអត់ដឹងអ្នកអត់ធ្លាប់ជិះខ្ញុំនិយាយចឹងអត់យល់ដែរទៅទៀមបញ្យល់ទៀតបើគាត់ធ្លាប់តែជិះម៉ូតូអត់ចាក់សាំងដូចជាមានម៉ូតូចាក់សាំងណាបាទមានចាក់ទឹកទៅមករុញទៅមកបាទនៅតែដែលអត់ទៅមុខបាទតើលើអានមករឿងទៀតទេណាបាទយ៉ាឥឡូវចាក់ករណីមួយទេករណីជិះម៉ូតូចេញពីបរិយាអាកាសចរត្រូវជនជាតិចិនបុករងរបួសធ្ងន់ម្នាក់និងហ្វ្រាំម្នាក់បរិះម្នាក់រងរបួសធ្ងន់គណៈដែលជិះម៉ូតូចេញពីបរិយាអាកាសចរជិះឆ្លងផ្លូវត្រូវម៉ូតូជនជាតិចិនបុកនៅមុខបរិយាអាកាសចរតាមមហាវិថីហ្វាប៉ូរ៉ូហ្វីភូមិក្បាលដំរីសង្កាត់កាកាបខណ្ឌពោធិ៍ហ្វានជ័យកាលពីវេលាម៉ោង 9:30 នាទីយប់ថ្ងៃទី 1 កក្កដាហ្វាក់ហ្វៃនៅកន្លែងកាត់ហែដែលដឹងថាម៉ូតូ Honda Dream ពណ៌ខ្មៅ Free Zone 10ចាបើកបរដោយឈ្មោះប្រាក់ហ្វុកជាភេទប្រុសអាយុ22ឆ្នាំជានិស្សិតឆ្នាំទី4នៃវិទ្យាស្ថានបច្ចេកទេសកម្ពុជាស្នាក់នៅភូមិចំការលឹកសង្កាត់កាកាបខណ្ឌពោធិ៍ហ្វានជ័យស្រុកកំណើតនៅខេត្តកំពង់ធំបានជិះម៉ូតូចេញពីបរិយាអាកាសចរឆ្លងផ្លូវពីជើងទៅត្បូងចំណែកម៉ូតូ Max FYM ពណ៌ស្លាទុំបើកបរដោយបរិះជនជាតិចិនម្នាក់ធ្វើដំណើរពីកាតតលិចចាហើយគណៈមកដល់ចំណុចកាត់ហែម៉ូតូទាំងពីរគ្រឿងហ្នឹងជិះលឿនដូចគ្នាត្រូវម៉ូតូជនជាតិចិនបើកបុកម៉ូតូ Honda Dream ពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់ចំណែកជនជាតិចិនរយៈចង្ការរងរបួសហ្វ្រាមហើយក្រោយពេលកាត់ហែអ្នករងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះទៅព្យាបាលនៅមន្ទីរពេទ្យប្រកូតហ្វម៉ាក់ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅទីការដ្ឋានខណ្ឌពោធិ៍ហ្វានជ័យចាចូលមករឿងទៀតករណីក្រុមចៅ2នាក់បានទៅចូល
ban cho từ lôi từ pháp đó nó nông te chả pe đai mà chặt te đầy lụi ban phẩm rạch hai trời con mà chặt te chả một toán tam chặt ban mà nè ở rút kịch luôn mà nè cà pi về liền mặc đập pi nâng phai phẩm này tiêu rầm lộc atret trên châu thang ngày tipi cả đá nơi te chúa lệ mà phai phẩm bay phơi lệ học phẩm bay phần cắt bằng rang khăn đồn bìnhประพบปรมีนบ้านดังท่าขณะได้กระปงแต่เด็กลงลวดฟรับแต่จนฟังไฟปีเนะนั้นบ้านมันล้อมลวดจะบ้านมันล้อมโจแต่ลวดเจ้าตัวฟับโนเกียจะโนเกีย5 3 phone 1 គ្រឿងហើយបាននាំគ្នាដើរចេញពីក្នុងផ្ទះមកវិញក៏បានជួបនឹងកូនម្ចាស់ផ្ទះទើបនឹងចេញពីធ្វើការក៏ Fred សួរថាមកពីណាក៏ត្រូវជន់ហ្វងហ្វៃទាំងពីរអ្នកនាំគ្នារត់ចែកជើងគ្នាភ្លាមៗនោះក៏កូនម្ចាស់ផ្ទះរួមជាមួយនឹងប្រជាពលរដ្ឋបានរត់ដេញតាមដល់មុខហាងចា Baby Care ផ្លូវលេខ51សង្កាត់បឹងរែងខណ្ឌអូនពេញទើបចាប់បានជន់ហ្វងហ្វៃម្នាក់នឹងដកហូតបានទូរស័ព្ទដៃមួយគ្រឿងត្រូវប្រជាពលរដ្ឋវាមួយដៃមួយជើងម្នាក់ឡងទ្រាំខ្លួនចំណែកបាក់ពួកម្នាក់ទៀតរត់បាត់ស្រមោលហើយជើងសង្ហ្វៃដែលខកខ្លួនបានហ្នឹងគេស្គាល់ឈ្មោះថាជាហ្វុកថៃភេប្រុសអាយុ21ឆ្នាំជាហ្វាន់ដេហ្វុកឯកជនហើយស្នាក់នៅគឺមិនពិតប្រាកដទេបានសារភាពថារូបគេមិនបានលួចទេគិតតែពីលើកដៃសំពែអង្វរចាហើយឲ្យប្រជាពលរដ្ឋហ្នឹងអាណិតចារីឯជនសង្ហ្វៃដែលរត់គេចខ្លួនហ្នឹងមានឈ្មោះអាម៉ៅហើយក្រោយពេលដែលកាត់ហេតុហើយជនរងគ្រោះបានប្រគល់ជនសង្ហ្វៃឲ្យទៅនគរបាលប៉ុស្តិ៍បឹងរាំងចាចុះទៅមួយរឿងទៀតរឿងនេះរៀងវែងដែរណាចាករណីនគរបាលខណ្ឌទួលគោកខាត់ខ្លួនជនសង្ស័យ2នាក់ជិះម៉ូតូអត់មានស្លាកលេខចាដើម្បីអត់ស្លាកលេខខាត់មានរឿងអីចាដូចរៀងវែងតែជាមួយអត្តន័យមើលសាច់រឿងមើលយ៉ាងម៉េចដើម្បីសុវត្ថិភាពនៅក្នុងមូលដ្ឋានកាត់បន្ថយបទល្មើសចោលឆក់ចោលប្លន់កាត់ឡើងនៅក្នុងមូលដ្ឋានកម្លាំងនគរបាលព្រមទាំងខណ្ឌទួលគោកបានល្បាតក្នុងមូលដ្ឋានប្រទះឃើញជនសង្ស័យ2នាក់ជិះម៉ូតូអត់ស្លាកលេខហើយឲ្យឈប់មិនព្រមឈប់ត្រូវសមត្ថកិច្ចដេញតាមក្របួយបាននៅមុខប៉ុស្តិ៍ហ្វាដាំកោតាមផ្លូវលេខ215សង្កាត់ហ្វាដាំកោខណ្ឌទួលគោកកាលពីវេលាម៉ោង 11:20 នាទីយប់ថ្ងៃទី 1 កក្កដាចាកម្លាំងព្រមទាំងខណ្ឌទួលគោកបានដឹងថាអនុវត្តតាមបទបញ្ជារបស់លោកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីកាត់បន្ថយភាពអសន្តិសុខនៅក្នុងសង្គមបទល្មើសចោលលួចឆក់និងប្លន់ដែលកើតឡើងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានខាត់ជនសង្ស័យជាម៉ូតូអត់ស្លាកលេខដើម្បីធ្វើការហ្វាក់ហ្វូនិងស្រាវជ្រាវកំណត់មុខសញ្ញាខណៈដែលកម្លាំងល្បាតក្នុងមូលដ្ឋានតាមមហាវិថីកម្ពុជាក្រោមចាក្រោយវិទ្យាល័យជាហ្វេមវត្ថុមុខប្រទះឃើញយុវជន2នាក់ជិះម៉ូតូ Honda Dream ពណ៌ខ្មៅអត់ស្លាកលេខសមត្ថកិច្ចហៅឈប់ចាធ្វើការហ្វាក់ហ្វូបែរជាជនសង្ស័យមិនព្រមឈប់ចាបានបន្ថែមលបឿនរត់គេចត្រូវសមត្ថកិច្ចដេញតាមរហូតដល់មុខប៉ុស្តិ៍ហ្វាដាំកោទើបខាត់បានធ្វើការហ្វាក់ហ្វូពេលដែលសមត្ថកិច្ចខាត់បានហើយយុវជនទាំងពីរនាក់បានប្រាប់ថាម៉ូតូរបស់គេនឹងអត់ស្លាកលេខដោយសារតែត្រូវគេបុកកាលពីព្រឹកថ្ងៃទី 1 កក្កដាដាច់កាតាប៊ូនិងស្លាកលេខនៅផ្ទះក៏ខាត់ខ្លួនគេដែរចង់និយាយថាគេបុកស្លាកលេខគាត់បាក់ណាចាហើយប៉ុន្តែពេលដែលសមត្ថកិច្ចពេលសមត្ថកិច្ចសួរថាបើគេបុកដាច់ស្លាកលេខហេតុអីបានជាហៅឲ្យអត់ព្រមឈប់បើហ្វិនជាមានស្លាកលេខនៅផ្ទះទៅយកមកសមត្ថកិច្ចនឹងធ្វើការដោះលែងវិញចាហើយគណៈដែរប្រជាពលរដ្ឋឃើញជនសង្ស័យដែលសមត្ថកិច្ចខាត់បានក៏នាំគ្នាវាយម្នាក់ម្ដាយមួយជើងដើម្បីបញ្ចេញកំហឹងហើយជនសង្ស័យទាំងពីរនាក់រួមជាមួយនឹងម៉ូតូត្រូវសមត្ថកិច្ចខាត់ខ្លួនយកទៅហ្វាក់ហ្វូនៅអធិការដ្ឋានខណ្ឌទួលគោកបន្តទៀតហើយបាទមិញនេះខាងក្រមការងារយើងដាក់លេខច្រឡំដាក់រូបភាពច្រឡំអញ្ចឹងបាទព្រោះលួចទូរស័ព្ទមិញដាក់រូបនេះអញ្ចឹងសូមអធិស្ឋានគេលោកថាទូទាំងនៃជនមិញទស្សនាឃើញតែចំមិញលួចទូរស័ព្ទប្រើរូបនឹងដែរដល់ឥឡូវជិះម៉ូតូអត់ស្លាកលេខប្រើរូបនឹងដែរមិញហ្នឹងតាមពិតរូបដែលអ្នកលួចទូរស័ព្ទមួយចុងក្រោយដាក់បញ្ចូលបន្តិចមិញសាពះគេមកបាទនោះបានត្រូវបាទអញ្ចឹងមិញរូបមុនខុសប៉ុន្តែរូបនេះត្រូវត្រង់ថាយុវជន2នាក់នេះគេកំពុងតែពង្រឹងសន្តិសុខនៅក្នុងក្រុងតែខ្លួនជិះម៉ូតូអត់ស្លាកលេខបាទឥឡូវទោះបីខ្លួនអត់មានបទល្មើសក៏ដោយហេតុអីបានជាយើងពេលដែលជិះជួលសមត្ថកិច្ចគេឲ្យឈប់ឲ្យសាកសួរទៅជួនកាលពេលខ្លះម៉ូតូខ្លះគាត់អត់ស្លាកលេខដោយចៃដន្យណាមួយដោយគេដូចចឹងដោយសារសារភាពប្រាប់ថាដោយសារគេបុកដាច់កគូតចឹងបាទអត់ទាន់បានតវិញបាទតតាំងជាមួយប៉ូលីសគេទៀតបាទហើយប៉ូលីសពងធ្វើបទល្មើសកើតឡើងប្លន់ញឹកញាប់ផងមិនត្រូវគេតាំងតែងចាបាទអញ្ចឹងដល់ពេលយើងជិះទៅអត់ស្លាកលេខគេធ្វើហើយបាទអញ្ចឹងទេអ្នកដែលប្រើប្រាស់យានយន្តដែលគ្មានស្លាកលេខអានឹងត្រូវតែទៅធ្វើដើម្បីកុំឲ្យคลายខ្លួនជា
អ្នកល្មើសច្បាប់ទោះបីអត់បានធ្វើអីដែរប៉ុន្តែបានคลายខ្លួនជាអ្នកល្មើសច្បាប់មួយទៅហើយបើសិនជាយើងប្រើប្រាស់អ្វីដែលមិនមានស្របច្បាប់អូបាទអញ្ចឹងចង់ជម្រាបជូនប៉ុណ្ណឹងទូទាំងអ្នកជនបាទហើយតកតងនឹងសន្តិសុខនៅក្នុងក្រុងភ្នំពេញហើយចាប់ពីឥឡូវនេះទៅគឺសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ចាប់ផ្ដើមពង្រឹងខ្លាំងមែនទែនហើយនៅក្នុងរដូវ World Cup បាទអរគុណទូទាំងអ្នកជនឥឡូវសូមពេលសម្រាប់បន្តិចសិនបាទតិចទៀតយើងវិលមកជួបគ្នាបន្តទៀតបាទ